មាននគរមួយដ៏ស្រស់ស្អាតដែលមានព្រះនាងមួយអង្គព្រះនាងបុប្ផាដែលមានសម្រស់ស្អាតដូចទេពអប្សរាព្រះនាងមិនត្រឹមតែស្អាតទេថែមទាំងមានចិត្តល្អសុភាពរាបសារនិងត្រូវបានបិតាស្រឡាញ់ស្មើជីវិត You already do, my daughter. Here to the palace. ថ្ងៃមួយមានព្រះអង្គម្ចាស់មួយអង្គព្រះនាមចក្រីបានយាងមកលេងនគរនេះហើយក៏បានលងស្រឡាញ់ព្រះនាងបុប្ផានិងព្រះអង្គម្ចាស់ចក្រីបានភ្ជាប់និស្ស័យស្នេហ៍នឹងគ្នាយ៉ាងជ្រាលជ្រៅនិងមានភាពស្រស់បំព្រងយ៉ាងខ្លាំងពួកគេទាំងពីរបានសន្យាថានឹងស្រឡាញ់គ្នារហូតដល់ថ្ងៃស្លាប់ទោះបីមានរឿងអ្វីកើតឡើងក៏ដោយប៉ុន្តែសេចក្តីសុខនោះនៅមិនបានយូរទេស្រាប់តែមានស្ដេចចិត្តអាក្រក់ពីនគរជិតខាងចង់បានព្រះនាងធ្វើជាមហេសីដែរនៅព្រះដៃបិតាព្រះនាងបដិសេធនិងស្ដេចនោះក៏ខឹងសម្បារយ៉ាងខ្លាំងហើយបានលើកទ័ពមកវាយលុកនគររបស់ព្រះនាងព្រះរាជាជាបិតាមានប្រតិបត្តិបារម្ភយ៉ាងខ្លាំងហើយបានបញ្ជាឲ្យរៀបចំទ័ពដើម្បីការពារទឹកដីនេះប៉ុន្តែព្រះអង្គម្ចាស់ចក្រីបានស្ម័គ្រចិត្តដឹកនាំទ័ពទៅតស៊ូជាមួយខ្មាំងសត្រូវដើម្បីការពារនគរនិងស្នេហារបស់ខ្លួនមុនពេលចេញដំណើរព្រះនាងបុប្ផាបានប្រគល់ផ្កាឈូកមួយទួងឲ្យទៅព្រះអង្គម្ចាស់ទុកជាអនុស្សាវរីយ៍ព្រះអង្គម្ចាស់ចក្រីបានដឹកនាំទ័ពចេញទៅយ៉ាងក្លាហានដោយសង្ឃឹមថានឹងឈ្នះសង្គ្រាមនេះនឹងបានត្រឡប់មកវិញឆាប់ៗព្រះនាងបុប្ផាបានត្រឹមតែឈរមើលពីចម្ងាយទាំងទឹកភ្នែកនិងបួងសួងឲ្យព្រះអង្គម្ចាស់មានសុវត្ថិភាពសង្គ្រាមបានផ្ទុះយ៉ាងសាហាវព្រះអង្គម្ចាស់ចក្រីបានតស៊ូយ៉ាងខ្លាំងក៏ប៉ុន្តែសត្រូវមានចំនួនច្រើនពេកពិបាកក្នុងការយកឈ្នះទោះបីជាមានរបួសយ៉ាងណាក៏ដោយក៏ព្រះអង្គម្ចាស់នៅតែមិនព្រមចុះចាន់និងនៅតែនឹកដល់ព្រះនាងជានិច្ចទីបំផុតព្រះអង្គម្ចាស់ចក្រីបានសគត់នៅលើសមរភូមិមិនបានត្រឡប់មកជួបព្រះនាងវិញឡើយនៅពេលដែលដំណឹងអាក្រក់បានមកដល់ព្រះនាងបុប្ផាព្រះនាងស្ទើរតែគាំងបេះដូងស្លាប់ទាំងមានវិបត្តិសារីយ៉ាងខ្លាំងព្រះនាងមិនអាចទទួលយកការពិតបាននោះទេព្រះនាងបានរត់ចេញពីវាំងទាំងយំសោកយ៉ាងខ្លាំងសម្ដៅទៅកាន់មាត់បឹងមួយដែលធ្លាប់ជាកន្លែងដែលបានសន្យាស្នេហ៍និងបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅពេលដែលព្រះនាងធ្លាក់ចូលទៅក្នុងទឹកស្រាប់តែមានរឿងអស្ចារ្យកើតឡើងដែលមិននឹកស្មានដល់រាងកាយរបស់ព្រះនាងក៏បានคล้ายទៅជាផ្កាឈូកជាច្រើនដ៏ស្រស់ស្អាតដុះឡើងពេញផ្ទៃបឹងយូរទៅប្រជាជនបានហៅផ្កានោះថាក្រពុំឈូកដើម្បីរំលឹកដល់សេចក្តីស្នេហាដ៏បរិសុទ្ធនិងស្មោះត្រង់របស់ព្រះនាងរឿងនេះបានបង្រៀនយើងថាស្នេហាស្មោះត្រង់មានពិតប្រាកដគឺមានតម្លៃខ្លាំងណាស់ទោះបីជាត្រីស្លាប់ក៏នៅតែមានវិញ្ញាណនៅវិលវល់ដែរ